បងចឹងរបៀបបើកដៃអាមនៅខាងក្រោមបើកកោងចោះក្រោមចេះហ៎បង1ខាងលើបើកចេញធម្មតា2ខាងនេះដូចគ្នាខាងឆ្វេងដូចគ្នាបើកចេញចេះ1ខាងលើ2បាទបើកចេញចឹងបន្ទាប់មកបងរៀបបើកថ្មគឺត្រូវដោះឡុកចេញសិនណានេះទាញចេញហ្នឹងណា1ស្នោនេះមួយទៀតហ៎បងដៃមកចាហៀងទប់កាមេរ៉ាដៃមួយទៀតទាញចេញណា2អញ្ចឹងបងចាំធ្វើការបើកទ្រមណា1 2ហូរឲ្យជាប់ចុច1លើកទី2ស្កាត់ហូរឲ្យជាប់ឲ្យឡើងថ្មតេឡេដូចគ្នាបង1 2ហូរឲ្យជាប់បាទសម្រាប់តិចនេះបើបងឈប់លេងបងអាចដោះមូលចេញបែបនេះបានហើយអាចដាក់ខាងក្រោយនេះនេះបងនេះប្រឡោះដាក់បាទខ្ញុំវិញចូលវិញសិនបាទចាំបន្តិចអញ្ចឹងបងឃើញពីបលវាដំណើរការបងនេះបងអញ្ចឹងចាញ់ណាកាមេរ៉ាប៊ូតុងនេះគឺជាប៊ូតុង return home ហើយប៊ូតុងទី2នេះគឺជាប៊ូតុង speed អញ្ចឹងបើសិនជាបងដាក់អក្សរ C sin mode នេះបានន័យថាយឺតនៅពេលដែលបងប្រើប្រាស់ចាក់ស្ដែងគឺលបឿនវានៅពេលដែលហោះគឺយឺតបើសិនជាបងដាក់ normal លឿនបន្តិចអត់យឺតពេកក៏អត់លឿនពេកដែរវា50 ណាតែបើសិនជាបងកាច់មកអក្សរ S នេះ sport mode នេះគឺវាលឿននៅពេលដែលបងរុញទៅមុខទៅគឺវាលឿនណាអញ្ចឹងទូទៅខ្ញុំ recommend ឲ្យលេងត្រឹម normal មកបានហើយបើលឿនពេកអាចមានឧបសគ្គខាងមុខវាអត់ចាប់ទេព្រោះអីត្រូវអ្នកមាន sensor ណាមាន sensor តាខាងក្រោម sensor landing ឯងខាងមុខខាងក្រោយគឺអត់មានទេអញ្ចឹងពេលបងលេងត្រូវប្រយ័ត្នអញ្ចឹងចំពោះប៊ូតុងនេះមិញបិទបើកហើយនេះថតវីដេអូថតរូបបងអាចចុចលើនេះក៏បានចុចលើនេះថតក៏បានដែរប៊ូតុងនេះប៊ូតុងខាងឆ្វេងនេះគឺឡើងចុះកាមេរ៉ាបងនេះខ្ញុំឃើញឡើងចុះកាមេរ៉ាបាទខាងឆ្វេងហើយខាងស្ដាំគឺជាប៊ូតុង zoom បង zoom នេះបង zoom នេះបាន 4x បងហ្នឹងហើយ zoom ចេញ zoom ចូលហើយនេះគឺសេវាពីតេឡេទៅដ្រូនបងចុចកន្លែង tray 3ហ្នឹងមកជាប់ហ្នឹងអូខេអញ្ចឹងនេះ auto return home ខ្ញុំកំណត់ដាក់ត្រឹម100ម៉ែត្រទៅហើយសម្រាប់កម្ពស់ altitude នេះគឺខ្ញុំដាក់500ហើយសម្រាប់ distance ខ្ញុំដាក់3គីឡូកន្លះហ្នឹងហើយថា3គីឡូកន្លះហ្មងទៅអញ្ចឹងគឺបងលេងប៉ុណ្ណឹងល្មមហីអញ្ចឹងខ្ញុំប្រាប់ពីរបៀបបច្ឆេះរបៀបបច្ឆេះមាន3របៀបហ៎បងកាច់ចូលក្នុងចេះមកចូល1ប្រឡូតវិញខាងឆ្វេងប្រឡូតវិញខាងឆ្វេងអូមកក្រោមមកជាប់មកគឺវាប្រឡូតវិញហើយអញ្ចឹងអាចបច្ឆេះចូលចេះ1ចេញចេះក៏បានដែរបងចេញញ៉ៃចេះ2បាទវាដូចគ្នាប្រឡូតវិញខាងឆ្វេងព្រោះញ៉ៃត្រង់មកអស់ចុះក្រោមមកអឹបមកតែបើសិនជាករណីបងទាញត្រង់ចេះគឺអត់វិលទេណាបងវាទាមទារឲ្យកោងចូលហើយនឹងកោងចេញបាទហើយមួយទៀតបងអាចឡើងអូតូក៏បានដែរបងចុចប៊ូតុងខាងគៀននេះមកនេះបងឃើញទេនេះចឹងគេដាក់នៅក្នុងហ្នឹងបានន័យថាវាឡើងអូតូត្រឹមតែ1.2ម៉ែត្របងវាអត់ឡើងដល់ខ្ពស់ទេហើយបងប្រើមុខងារហ្នឹងគឺបងមើលស្ថានភាពជាក់ស្ដែងទីតាំងដែលបងហោះហ្នឹងមានឧបសគ្គមានអីអត់ចឹងបងធ្វើការហូលឲ្យជាប់មកវាឡើងដល់1.2ម៉ែត្រវាឡើងអូតូហ៎បងបាទបងវាឡើងអូតូបែបហ្នឹងចឹងសម្រាប់ការបញ្ជាម្លាស់ទី stick ខាងស្ដាំនេះពេលបងរុញទៅមុខនេះទៅមុខរុញមកក្រោយវាមកក្រោយបងផ្អៀងឆ្វេងបងផ្អៀងមកស្ដាំវាមកស្ដាំដូចគ្នាហើយប៊ូតុងខាងឆ្វេងមានតួនាទីឡើងលើចុះក្រោមបែរឆ្វេងបែរស្ដាំអញ្ចឹងនៅពេលដែលបងលេងត្រូវប្រយ័ត្នព្រោះអីត្រូនេះគឺយើងលេងតាមដៃយើងthôiខ្ញុំទាញទៅកន្ត្រកគឺវាទៅកន្ត្រកដូចគ្នាបងឃើញបាទអញ្ចឹងបងទាញទៅមួយវាទៅមួយដូចគ្នាអញ្ចឹងម្ដងទៀតតួនាទី stick ខាងស្ដាំទៅមុខមកក្រោយឆ្វេងស្ដាំតួនាទីនេះបែរឆ្វេងពីខាងឆ្វេងបែរឆ្វេងបែរស្ដាំឡើងលើចុះក្រោមអញ្ចឹងម្លាស់ទីបងលេងអានេះរៀងច្រើនតិចទៅគឺ start ហើយពីខាងស្ដាំណាពីម្លាស់ទីបងអញ្ចឹងនៅពេលដែលបងចុះវិញបងរុញឲ្យអប់ដូចមិញណារុញខាងឆ្វេងនេះចុះក្រោមមករុញឲ្យអប់មកបងពីសារនេះវាមាន sensor landing ហ្នឹងហើយអញ្ចឹង